ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើន Subscriber YouTube ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យ Channel YouTube របស់បងប្អូនកាន់តែមាន Subscriber ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនដែលបងប្អូនគ្រាន់តែមាន link channel YouTube របស់បងប្អូនអាចបង្កើន Subscriber បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះបងប្អូនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅក្នុង website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅក្នុង website ហើយបងប្អូននឹងឃើញមាននៅទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវារហូតមកបងប្អូននឹងឃើញមានពាក្យថា YouTube បងប្អូនអាចចុចចូលទៅលើពាក្យ YouTube នឹងបានបន្ទាប់មកបងប្អូនអូសវារមកក្រោមបន្តិចមកហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង YouTube គឺវាមានសេវាកម្មដូចជា YouTube View YouTube Subscriber YouTube Like YouTube Comment និង YouTube Live Stream Viewបងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើន Subscriber YouTube បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា YouTube Subscriber នេះបានបងប្អូននៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចរាល់អស់ហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតមកហើយបងប្អូនចុចចូលទៅលើពាក្យថា Serviceដែលនៅក្នុងនឹងផងដែរគឺវាមាន5 service សម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនហើយចំពោះរាល់ service ទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់ៗនៅលើនឹងតែម្ដងបងប្អូនគឺវាមានតម្លៃទាបឬក៏តម្លៃខ្ពស់ទៅតាមប្រភេទ service នីមួយៗនឹងដូចគ្នាបងប្អូនហើយចំណែកឯ quality របស់ service ទាំងអស់នោះវិញគឺធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើ service មួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើ service មួយនឹងបានហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើ service ដែលមានលេខកូដ4884បន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើស service ហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតមកហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹងនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះដែលតម្រូវបងប្អូនចូលទៅ copy link channel YouTube របស់បងប្អូនចូលដើម្បីទាញយក link channel YouTube របស់បងប្អូនបានបងប្អូនចូលទៅកាន់ YouTube របស់បងប្អូនជាមុនសិនមកហើយនៅលើ channel YouTube របស់បងប្អូននឹងឃើញមានចំណុចត្រី3តូចៗនៅខាងលើនេះបងប្អូនអាចចុចចូលទៅលើត្រី3តូចៗនឹងបានបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា share បងប្អូនអាចចុចចូលលើពាក្យ share នឹងបានហើយបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងមកបងប្អូនអាច copy link channel YouTube របស់បងប្អូនបានហើយបងប្អូនបន្ទាប់ពីបងប្អូនបាន copy link channel YouTube របស់បងប្អូនរួចរាល់បងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីធ្វើការ paste link channel YouTube ដែលបងប្អូនបាន copy អំបញ្ញមិញចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន subscriber ដែលបងប្អូនចង់បង្កើននៅលើ channel YouTube របស់បងប្អូននៅខាងក្រោមនេះបានដែលនៅក្នុងនោះគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន5 subscriber ហើយយ៉ាងច្រើនរហូតដល់ 50000 subscriber បងប្អូនគឺពិតជាច្រើនមែនតើដូច្នេះហើយបងប្អូនអាចដាក់ចំនួន subscriber ទៅតាមតម្រូវការរបស់បងប្អូនបានហើយសម្រាប់ខ្ញុំធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូនគឺខ្ញុំដាក់ត្រឹមតែចំនួន5 subscriber ទេបងប្អូនចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន subscriber ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន5 subscriber អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.046 សេនជាងបងប្អូនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន subscriber នៅខាងលើនឹងច្រើនជាងនេះបងប្អូនអាចនឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាប្រែប្រួលកើនឡើងទៅតាមចំនួន subscriber ដែលបងប្អូនបានដាក់នឹងដូចគ្នាហើយ description នៅខាងក្រោមនេះវាគឺជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យទៀងទាត់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវជាពិសេសនោះគឺ link channel YouTube របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលលើពាក្យ submit នៅខាងក្រោមនេះមកគឺរួចជាការស្រេចហើយបងប្អូន
នៅពេលដែលបងប្អូនបានចុចចូលលើពាក្យ Submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា Your Order Received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយចំពោះរយៈពេលរងចាំបងប្អូនអាចរងចាំរយៈពេលពី1ម៉ោងទៅ2ម៉ោងបងប្អូននឹងឃើញចំនួន Subscriber កើនឡើងនៅក្នុង Channel YouTube របស់បងប្អូនទៅតាមចំនួន Subscriber ដែលបងប្អូនបាន boost ក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុច clear ចេញពី website នឹងវិញបានហើយសម្រាប់ការបង្កើន Subscriber YouTube ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនវិធីធ្វើគឺពិតជាងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ